ជាលិខិតអនុញ្ញាតប្រើប្រាស់ហត្ថពលកម្មបរទេសករណីមានការប្រើប្រាស់កម្មករយកចិត្តជាជនបរទេសម្ចាស់សហគ្រាសត្រូវស្នើសុំលិខិតអនុញ្ញាតប្រើប្រាស់ហត្ថពលកម្មបរទេសឬហៅម្យ៉ាងទៀតថាកូតាដែលជាការអនុញ្ញាតពីក្រសួងការងារទៅលើចំនួនជាក់លាក់នៃកម្មករនិយោជិតបរទេសដែលសហគ្រាសមានសិទ្ធិប្រើប្រាស់ក្នុងមួយឆ្នាំសហគ្រាសមួយអាចប្រើប្រាស់ជនបរទេសមិនលើសពី 10% នៃចំនួនកម្មករយោជិតខ្មែរសរុបដែលក្នុងនោះចែកចេញជាកម្មករយោជិតការិយាល័យ 3% ឯកទេស 6% និងគ្មានឯកទេស 1%ទោះជាយ៉ាងនេះក្តីប្រសិនបើសហគ្រាសពិតជាមានតម្រូវការចាំបាច់ក្នុងការប្រើប្រាស់កម្មករយោជិតជាជនបរទេសលើសពីអត្រាកំណត់ 10% នេះម្ចាស់សហគ្រាសក៏អាចស្នើសុំការអនុញ្ញាតពិសេសពីក្រសួងការងារផងដែរតែត្រូវបញ្ជាក់ឲ្យច្បាស់អំពីមូលហេតុរបស់ខ្លួនការស្នើសុំនេះត្រូវធ្វើឡើងក្នុងអំឡុងពេលកំណត់ជាក់លាក់មួយពោលគឺកូតាសម្រាប់ឆ្នាំ 2026 គឺត្រូវស្នើសុំចាប់តាំងពីដើមខែកញ្ញារហូតដល់ដំណាច់ខែវិច្ឆិកានៃឆ្នាំ 2025 យោងតាមបទបញ្ញត្តិរបស់ក្រសួងការងារករណីខកខាននៅក្នុងការបំពេញកាតព្វកិច្ចនេះម្ចាស់សហគ្រាសនឹងត្រូវទទួលរងនៅការដាក់ពិន័យជាប្រាក់ចំនួន $3,150 អាមេរិក